Nếp xưa bongប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំចង់បង្ហាញបងប្អូនញ៉ាំពីរបៀបញ៉ាំល្ហុងទាំងគ្រាប់ដើម្បីជាជួយជំនួយដល់សុខភាពគឺយើងកាត់ល្ហុងចឹងមកចាត់សបកខាងចេញទៅហើយយើងញាក់ទុកគ្រាប់វាកុំឆ្កឹះចេញហើយយើងកាត់ទាំងគ្រាប់ទៅដុំតូចទៅស្រួលញ៉ាំចាក់កាត់ដុំចឹងហើយក៏ខ្ញុំមានថ្ងៃនេះខ្ញុំមានជានេះគឺជាអាហារពេលព្រឹករបស់នាងខ្ញុំហើយខ្ញុំធ្វើចៀនពងមាន់វាយឲ្យបែកទៅហើយដាក់ពងមាន់នៅនេះគេហៅដូចជាគេហៅ English muffin នំប៉័ងម្យ៉ាងសម្រាប់គេធ្វើញ៉ាំ breakfast បើអត់មាននំប៉័ងហ្នឹងយើងអាចប្រើនំប៉័ងបារាំងក៏បានដែរកាត់វាកង់ទៅហើយស្ដើងតិចទៅហើយយើងដាក់ពងមាន់កដាលទៅហើយយើងធ្វើជា breakfast ញ៉ាំហើយដាក់គ្របអញ្ចឹងមកយើងអាំងសិនណានំប៉័ងហ្នឹងអាំងវាឲ្យវាស្រួយទៅហើយចាំយកមកដាក់ញ៉ាំហើយទៅកាត់ទៅកាត់ជា2ឬក៏កាត់ជា4ខ្ញុំកាត់ជា2បានណាខ្ញុំអត់កាត់ជា4ទេបីស្រួលកាន់ញ៉ាំគេហើយល្ហុងនេះហើយល្ហុងនេះគឺមានខ្ញុំដាក់មកទាំងក្របដូចបងប្អូនឃើញនេះក្របមកជាមួយព្រោះក្របនឹងល្អណាស់សម្រាប់ជួយទម្លាក់ដូចជាសត្វល្អិតនៅក្នុងពោះវៀនក្នុងកាពះយើងណានៅក្នុងខ្លួនយើងយើងញ៉ាំទៅគឺធ្វើឲ្យវាពុលហើយនឹងវាធ្លាក់មកវាងាប់ហើយនឹងធ្លាក់មកតាមលាមកយើងហ្នឹងហើយនេះសូមបងប្អូនញ៉ាំល្ហុងកុំចោលគ្រាប់ល្ហុងគឺមានវីតាមីនល្អណាស់សម្រាប់សុខភាពយើងគឺសំទោសយើងទឹកសម្រាប់ជួយសុខភាពយើងគឺយើងកាត់ចឹងមកឃើញទេទាំងយើងកាត់ទាំងដុំមកចឹងមានទាំងក្របមកជាមួយហើយយើងញ៉ាំទាំងក្របចឹងទៅដើម្បីទម្លាក់ព្រូននៅក្នុងខ្លួនយើងនឹងព្រូនហើយនឹងសត្វល្អិតគេហៅភ្លេចហើយឈ្មោះដូចនៅក្នុងកាពះនៅក្នុងសរសៃឈាមយើងនឹងវានៅក្នុងនឹងហើយនេះញ៉ាំទៅដើម្បីសម្លាប់វាបងប្អូនកុំចោលសោះគ្រាប់ល្ហុងមានប្រសិទ្ធភាពដល់សុខភាពអ្វីផ្សេងទៀតផងដូចជាកើតទឹកនោមផ្អែមក៏ត្រូវដែរជួយសម្អាតដូចជួយឲ្យឈាមយើងបានល្អហើយនេះសូមបងប្អូនធ្វើតាមហើយញ៉ាំគ្រាប់ល្ហុងនេះកុំឲ្យចោលយើងញ៉ាំជាមួយនឹងស្នាច់វាហ្នឹងពួកគ្រាប់ល្ហុងវាហាងបើបងប្អូនញ៉ាំទាំងគ្រាប់ទៅទេបើញ៉ាំគ្រាប់ទៅទេវាធ្វើឲ្យហាងពិបាកញ៉ាំនឹងដូចជាឆៃថៅចឹងហាងប៉ុនឆៃថៅហ្នឹងបងប្អូនចូលចិត្តញ៉ាំឆៃថៅស្រស់ក៏អាចញ៉ាំបានដែរប៉ុន្តែខ្ញុំអត់ដាក់ណែខ្ញុំអត់ដាក់អីផ្សេងទៀតទេគឺខ្ញុំអត់ដាក់ទឹកជាមួយទឹកឃ្មុំឬក៏អ្វីទេយើងញ៉ាំស្រស់គឺយើងអាចញ៉ាំអញ្ចឹងបានហើយសូមបងប្អូនធ្វើតាមហើយញ៉ាំទៅមិនខុសទេព្រោះខ្ញុំចូលចិត្តញ៉ាំគ្រឿងធម្មជាតិអ្វីថ្នាំអីខ្ញុំក៏មិនសូវញ៉ាំដែរហើយខ្ញុំក៏មិនសូវមានជំងឺអីក្នុងខ្លួនដែរហើយនេះសូមបងប្អូនធ្វើ
ធ្វើតាមហើយនឹងយកចិត្តទុកដាក់ញ៉ាំឲ្យបានមួយថ្ងៃម្ដងយ៉ាងតិចហើយល្ហុងហ្នឹងចិត្តទៅកុំចោលក្របវាទុកទៅយើងចិត្តជ្រុងអញ្ចឹងញ៉ាំទៅហើយញ៉ាំជាមួយសាច់អញ្ចឹងគឺឆ្ងាញ់អត់មានល្វីងអត់មានហាងទេជាជាងយើងប្រើទឹកខ្មុំយើងប្រើសាច់ល្ហុងនឹងបដ ாய் បាច់ពិបាកអូខេសូមអរគុណបងប្អូនជំរាបលាតែប៉ុណ្ណឹងចុះចាំថ្ងៃក្រោយនេះខ្ញុំមានទឹកនេះមួយយ៉ាងនេះទឹកនេះគឺគេឲ្យញ៉ាំខ្ញុំមានលាយច្រើនមុខចាំថ្ងៃក្រោយខ្ញុំនឹងជម្រាបគឺញ៉ាំទៅឲ្យជួយបញ្ចុះខ្លាញ់នៅក្នុងខ្លួនយើងចាំថ្ងៃក្រោយខ្ញុំនឹងធ្វើរបៀបខ្ញុំនឹងបង្ហាញរបៀបធ្វើទឹកនឹងឲ្យញ៉ាំព្រោះយើងដាក់ច្រើនមុខក្នុងនឹងមានខ្ញីមានដីផ្លៃមានមិនដីផ្លៃគេហៅ clove ហៅស្អីទេខ្មែរយើង clover ហ្នឹងហើយខ្ញី clover ហ្នឹង cinnamon ហើយក្រូចឆ្មាទឹកក្រូចឆ្មាអូខេចាំថ្ងៃក្រោយខ្ញុំប្រាប់ពីរបៀបធ្វើសូមអរគុណយើងអាចដាក់ទឹកកកឲ្យត្រជាក់ទៅហើយញ៉ាំទៅអូខេអរគុណច្រើនជំរាបលាប៉ុណ្ណឹងចុះបាយបាយជួបគ្នាលើក្រោយទៀត